ប្រតិកម្មរបស់លោកហ៊ុនសែនដែលថាវីដេអូថៃមួយជាទង្វើអន់ជាងសត្វនោះជំរុញការគាស់រំលើងពីសោកនាដកម្មជាច្រើនដែលបានកើតឡើងក្រោមការដឹកនាំរបស់លោកជាង40ឆ្នាំទៅនេះក្នុងនោះមានទាំងអ្នករងគ្រោះពីប្រព័ន្ធយុតិធធនិងករណីឃាតកម្មសម្លាប់មនុស្សក្រៅសំណាញ់ច្បាប់ជាដើមការនេះក្រុមអ្នកតាមដានទាមទារឲ្យមេដឹកនាំរូបនេះផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះដើម្បីរំលត់ការឈឺចាប់ដល់ជនរងគ្រោះនិងទប់ស្កាត់កុំឲ្យបរទេសមើលងាយពូជសាសន៍ខ្មែរដោយដែលលោកបង្ហាញការឈឺចាប់ទៅនឹងការប្រមាថពីពលរដ្ឋថៃការរំលេចពីការឈឺចាប់របស់គ្រួសារជនរងគ្រោះដែលត្រូវបានគេធ្វើឃាតនេះក្រោយមេដឹកនាំបកកណ្ដាលអំណាចលោកហ៊ុនសែនបញ្ចេញប្រតិកម្មនៅលើ Facebook របស់លោកថាវីដេអូខ្លីមួយដែលបង្ហាញពីមនុស្សកាន់កាំភ្លើងបាញ់ស៊ីបទៅលើរូបលោកដែលគេបិទជាប់ជញ្ជាំងនោះគឺជាទង្វើអសិលធម៌បើតាមវីដេអូដែលផ្សព្វផ្សាយលើបណ្ដាញសង្គមនៅថ្ងៃទី6 ខែតុលានោះបង្ហាញពីបុរសម្នាក់ស្លៀកពាក់ជាឯកសណ្ឋានកងកម្លាំងថៃកាន់កាំភ្លើងបាញ់ស៊ីបទៅលើរូបថតលោកហ៊ុនសែនសម្ដៅត្រង់ក្បាលដែលបិទនៅជាប់ជញ្ជាំងយ៉ាងណាលោកហ៊ុនសែនបានអំពាវនាវឲ្យជនរួមជាតិកម្ពុជាកុំធ្វើទង្វើអាក្រក់បែបនេះដោយថាជាទង្វើអសិលធម៌និងអន់ជាងសត្វលោកថាទោះប្រទេសខ្មែរតូចសេដ្ឋកិច្ចទន់ខ្សោយតែកុំខ្សោយខាងសិលធម៌និងត្រូវតែបន្តជាជាតិសាសន៍ថ្លៃថ្នូរមានសិលធម៌ខ្ពស់ជុំវិញរឿងនេះតំណាងរាជគណៈបក្សសង្គ្រោះជាតិលោកម៉ែនសុថាវរិនក៏សម្គាល់ថាការដឹកនាំរបស់លោកហ៊ុនសែនជាង4ទសវត្សរ៍ទៅនេះលោកហ៊ុនសែនជាប់ឈ្មោះថាជាមេដឹកនាំដែលមានបាតដៃប្រឡាក់ឈាមក្នុងន័យនេះលោកថាលោកហ៊ុនសែនបានប្រមាថពលរដ្ឋខ្មែរជាម្ចាស់ប្រទេសតាមរយៈការរំលាយបក្សសង្គ្រោះជាតិរំលោភឆន្ទៈរាជចិត្តកន្លះនគរតាមធ្វើទុកបុកម្នេញក្រុមដែលមានសម្លេងផ្ទុយនឹងខ្លួនរួមទាំងឃាតកម្មបាញ់សម្លាប់មនុស្សជាច្រើនករណីក្រោមអំណាចលោកហ៊ុនសែនត្រូវបានកប់ចោលថែមទៀតសម្រាប់លោកសថាវរិនឃាតកម្មទាំងនោះមានជាប់ពាក់ព័ន្ធជាមួយអ្នកមានអំណាចជាពិសេសគ្រួសារហ៊ុនទើបតុលាការមិនអាចវេកមុខឃាតករមកកាត់ទោសបានទាំងគណៈបកប្រឆាំងអីក៏ប្រមាថមើលងាយធ្វើបាបដល់ជនបរទេសប្រមាថមើលងាយគាត់វិញនឹងដោយសារទង្វើរបស់គាត់ដែលគាត់ធ្វើឲ្យគេមើលងាយគាត់ដឹងថាគាត់ធ្វើបាបជាបរិវត្តគាត់ធ្វើអីគាត់អត់គ្រប់តាមសិទ្ធិមនុស្សសិទ្ធិអីចឹងក៏មានការឈឺចាប់ដែរគិតកម្មទាំងប្រមាណជាក់ស្ដែងរកអត់ឃើញសោះមើលរឿងជាវិជាកែមលីទាំងអស់ហ្នឹងមើលយើងចិត្តវិធីនោះឃើញជាក់ស្ដែងមកបើបាញ់សម្រាប់នៅប្រទេសកម្ពុជារកអត់មានឃើញទេនៅប្រទេសកម្ពុជាយើងដឹងស្រាប់នៅលើតែបុគ្គលម្នាក់និយាយចំទៅប្រទេសកម្ពុជាគឺលើបុគ្គលហ៊ុនសែនម្នាក់ទៀតដែលអ្នកសម្រាប់គាត់ពេញចិត្តធ្វើក៏ធ្វើបានព្រាមមួយរំពេចជារឿយលោកហ៊ុនសែនតែងតែប្រើពាក្យសម្ដីហិង្សាដែលថ្លែងជាសាធារណៈផងនិងសារបែកធ្លាយផងដោយបញ្ជាឲ្យតាមកំទេចតាមកំចាត់ងើបមួយវាយមួយទៅលើក្រុមសម្លេងជំទាស់ក្នុងនោះមានទាំងបញ្ជាឲ្យតាមសម្លាប់សកម្មជនបកប្រឆាំងលោកផនផាណាដែលសង្ងំលាក់ខ្លួននៅប្រទេសថៃនាពេលកន្លងទៅជាដើមត្រូវតាមយកអាមួយនេះឲ្យបានបើទោះបីដោយតម្លៃណាក៏ដោយរស់ឬស្លាប់យើងអត់ដឹងទេតែដឹងថាអាមួយហ្នឹងគឺមិនអាចទៅណាមិនឲ្យចេញទៅណាបានដូច្នេះត្រូវអនុវត្តវិធានការនេះជាបន្តដាច់ខាត់មិនឲ្យអាផនបញ្ញានេះរួចខ្លួនបានទេសកម្មជនបកប្រឆាំងលោកផនផាណាដែលធ្លាប់លោកហ៊ុនសែនបញ្ជាឲ្យតាមសម្លាប់នោះបានចាត់ទុកថាលោកហ៊ុនសែនគឺជាមេដឹកនាំគ្មានមនោសញ្ចេតនាចំពោះជាតិសាសន៍និងប្រជាប្រដ្ឋរបស់ខ្លួនទេលោកថាលោកហ៊ុនសែនហ៊ានធ្វើគ្រប់បែបយ៉ាងរហូតតាមសម្លាប់អ្នកមានមតិផ្ទុយពីខ្លួនដែលមានរូបលោកជាជនរងគ្រោះផ្ទាល់ដើម្បីតែសម្រេចគោលដៅក្រាញអំណាចតពូជតែប៉ុណ្ណោះបើមិនជាគាត់ចេះឈឺចាប់ពិតប្រាកដឯអ្វីដែលដូចលោកហ៊ុនសែនតាមសម្លាប់ខ្ញុំតាមចាប់ខ្ញុំមិនថាស្លាប់ឬរស់ឲ្យមិននិយាយទេណាគឺបញ្ជាណាគឺបញ្ជាឲ្យមនុស្សហ្នឹងគឺតាមចាប់ខ្ញុំហើយខ្ញុំហ្នឹងគឺរត់គេចប្រផាសប្រភិញកុំតបានទូតសហរដ្ឋអាមេរិកហ្នឹងគេយកទៅទេណាកុំបានអង្គការសហជីវជាតិកុំតបានអង្គការសិទ្ធិមនុស្សគេអន្តរាគមន៍ដុតដៃដុតជើងទេណាគឺលោកហ៊ុនសែនហ្នឹងគឺតាមចាប់តាមសម្លាប់ខ្ញុំពិតមែនអាហ្នឹងគឺអត់មានរឿងគំរាមកំហែងឬក៏មិនមែនជាហ្គេមដូចគេធ្វើផងព្រោះលោកហ៊ុនសែនគាត់ចេះឈឺចាប់គាត់គេយករូបភាពគាត់នឹងយកទៅធ្វើផ្ទាំងស៊ីបចុះលោកហ៊ុនសែនធ្វើអាទង្វើព្រៃផ្សៃដាក់គេសម្លាប់ក្រុមគ្រួសារគេតាមចាប់តាមសម្លាប់ខ្ញុំឬក៏ចាប់សកម្មជននយោបាយផ្សេងដាក់គុកសួរថាតើគាត់ចេះយល់ពីអារម្មណ៍ក្រុមគ្រួសារគេថាតើគេឈឺចាប់ប៉ុណ្ណាបើតាមលោកផនផាណាលោកកំពុងប្តឹងលោកហ៊ុនសែនជុំវិញសារសម្លេងដែលគំរាមតាមសម្លាប់លោកទៅកាន់តុលាការនៅប្រទេសថៃដើម្បីឲ្យរកយុត្តិធម៌ហើយលោកថាមេធាវីការពារក្តីឲ្យលោកកំពុងតែដំណើរការនីតិវិធីនេះដោយឡែកប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាលោកម៉ែនណាតយល់ថាបើលោកហ៊ុនសែនចេះឈឺចាប់ទង្វើថៃប្រមាថបែបនេះគួរតែបញ្ឈប់ការធ្វើទុកបុកម្នេញលើក្រុមអតិផ្ទុយខណៈលោកថាលោកហ៊ុនសែនខ្លួនឯង
ក៏ជាប់ឈ្មោះថាជាមេដឹកនាំសម្រាប់ប្រជាធិបតេយ្យរំលោភសិទ្ធិមនុស្សជាពិសេសរងការសង្ស័យថានៅពីក្រោយឃាតកម្មច្រើនករណីថែមទៀត លោកហ៊ុនសែនអត់ទុកប្រជាពលរដ្ឋនឹងមានតម្លៃស្មើនឹងខ្លួនគាត់ទេគាត់គិតថាគាត់នឹងវាជាម្ចាស់ផែនដីគាត់នឹងជាព្រះនៃប្រទេសកម្ពុជាអញ្ចឹងក្នុងចិត្តគាត់ក៏អាចគិតអញ្ចឹងគាត់ចង់ធ្វើបាបណាក៏បានដែរដោយសពថ្ងៃអញ្ចឹងដូចយុទ្ធសាស្ត្រងើបមួយវៃមួយអញ្ចឹងអាហ្នឹងក៏ជាការប្រមាថដែរលោកហ៊ុនសែនអាចមើលឃើញថាផៃយករូបភាពរបស់គាត់ទៅបាញ់លេងហ្នឹងបាញ់កំសាន្តហ្នឹងថាជាការប្រមាថតែលោកហ៊ុនសែនខ្លួនឯងមានបានគិតថាតើក្នុងរបបដឹកនាំរបស់គាត់ហ្នឹងគាត់បានប្រមាថជីវិតមនុស្សប្រមាណលានអ្នកហើយសកម្មជននិងអ្នកនយោបាយសំខាន់អីដែលមានទស្សនៈផ្ទុយពីគាត់ហ្នឹងតើមានមនុស្សប្រមាណអ្នកស្លាប់នៅក្រោមការដឹកនាំរបស់គាត់បើគាត់ធៀបទៅសិក្សាតែប៉ុណ្ណឹងគាត់អាចវិនិច្ឆ័យដឹងថាអូមិនគួរប្រមាថជីវិតមិនគួរបង្កើតការឈឺចាប់ដល់ក្រុមគ្រួសារជនរងគ្រោះទៀតទេ ក្រោមការដឹកនាំរបស់មេដឹកនាំបកកណ្ដាលអំណាចលោកហ៊ុនសែនជាង4ទសវត្សរ៍ទៅនេះមនុស្សជាច្រើនត្រូវបានគេបាញ់សម្លាប់ក្នុងនោះមានទាំងព្រះតេជគុណសំប៊ុនធឿនមេដឹកនាំសហជីពសេរីកម្មករលោកជាវិជាសកម្មជនការពារព្រៃឈើលោកឈុនវុធីការបាញ់សម្លាប់លោកបណ្ឌិតកែមលីឃាតកម្មលើលោកលីមគីមយ៉ានៅប្រទេសថៃដែលជនសង្ស័យ2នាក់ដែលជាមនុស្សរបស់បកកណ្ដាលអំណាចកំពុងបន្តលាក់ខ្លួននៅប្រទេសកម្ពុជារួមទាំងសកម្មជនបកប្រឆាំងរាប់សិបនាក់ទៀតត្រូវបានគេលួចធ្វើឃាតដោយវាយសម្ដៅចំក្បាលដែលមានខ្លះស្លាប់ខ្លះពិការអស់មួយជីវិតក៏ប៉ុន្តែជនដៃដល់មិនត្រូវបានប្រព័ន្ធយុតិធធននាំខ្លួនមកកាត់ទោសនោះទេបន្ថែមលើនេះមេដឹកនាំបកសង្គ្រោះជាតិលោកកឹមសុខាក៏ត្រូវបានសមត្ថកិច្ចសម្រុកចូលចាប់ខ្លួនទាំងពាក់កណ្ដាលអាត្រៀតទាំងលោកនៅមានអភ័យឯកសិទ្ធិសភាហើយលោកហ៊ុនសែនក៏បានប្រើដៃតុលាការរំលាយគណៈបកសង្គ្រោះជាតិដែលមានប្រជាប្រដ្ឋគាំទ្រស្ទើរកន្លះប្រទេសចេញពីឆាកនយោបាយថែមទៀតជ្រុងមួយរឿងនេះដែរមេធាវីការពារក្តីឲ្យលោកកឹមសុខាគឺលោកផែងហេងបានបញ្ចេញមតិលើ Facebook របស់លោកនៅថ្ងៃទី7ខែតុលានេះថាការដឹកនាំតទល់សត្រូវឈ្លានពានការប្រមាថពីសត្រូវគឺជារឿងធម្មតាយ៉ាងណាលោកថាអ្វីដែលត្រូវព្រួយបារម្ភនិងត្រូវដោះស្រាយចំពោះមុខគឺពង្រឹងការឯកភាពជាតិសាំងយកពហុមតិឲ្យជាមតិជាតិឲ្យមានការគាំទ្រពីព្រះមហាក្សត្រខ្មែរដើម្បីទប់ទល់លោកបន្ថែមថាជាយុទ្ធសាស្ត្រតុលាការមិនត្រូវពាក់ព័ន្ធនឹងនយោបាយហើយសម្រាប់លើកលែងការចោទប្រកាន់លើលោកកឹមសុខានិងលុបចោលសាលក្រមសាលដីកាពាក់ព័ន្ធនឹងសកម្មជននយោបាយនិងសង្គមបន្ថែមលើនេះត្រូវបើកទ្វារឲ្យអ្នកនយោបាយគ្រប់ភាគីថ្វាយយោបល់ទៅព្រះមហាក្សត្រនិងមានការកោះប្រជុំពីគ្រោះយោបល់បិទទ្វាររោគយុទ្ធសាស្ត្រការពារសត្រូវឈ្លានពានជាងនេះទៀតត្រូវលុបបំបាត់ការរើសអើងនយោបាយឲ្យមន្ត្រីសាធារណៈកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរដ្ឋបាលអព្យាក្រឹតនយោបាយជាដាច់ខាតខ្ញុំសែនសច្ចៈ VOD